សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងខ្ញុំសូមបង្ហាញប្រភេទជីនេះជីទឹកកសិករញញឹមហើយសារធាតុជីនេះគឺជាប្រភេទជីសរីរាង្គដែលជំនួយខាងដើមខាងស្លឹកត្រួយហើយនឹងឫសហើយយើងអាចប្រើបានគ្រប់ប្រភេទដំណាំទាំងអស់ហើយនៅក្នុងសារធាតុជីនេះគឺវាមានច្រើនសារធាតុសម្រាប់ជំនួយទៅដើមឬនឹងស្លឹកបងប្អូនគឺមានកាល់ស្យូមមានបូរុនមានម៉ាញ៉េស្យូមមានប្រូតេអ៊ីនមានស័ង្កសីនិងមានដែកនិងមានសារធាតុផ្សេងទៀតបងប្អូនដែលធ្វើឲ្យដំណាំលូតលាស់ល្អដូចជាដំណាំទុរេនដែលកសិករដែលស្ថិតនៅក្នុងស្រុកកំពង់សិលាខេត្តកោះកុងបានយកទៅប្រើឃើញថាលទ្ធផលរបស់គាត់បានឲ្យផលជាបណ្ដាហើយតោះបងប្អូនសូមនាំអារម្មណ៍បងប្អូនទៅមើលចំការនេះដូចតទៅបាទសូមក្រុមជើញបាទសូមជើញនេះបើដាក់ក្បែរផ្ទះយើងត្រូវបាញ់ទៀតដែរហើយប៉ុន្តែចាំមើលចាំខ្ញុំអត់តាន់តនេថាជាស្អែកអីចាំមើលបានថ្នាំខ្ញុំដាក់ម្សាទៀតដាក់ថ្នាំអត់សិតអត់ណាម្សាទៀតអូនេះដើមទូចស្លឹកវាប្រែដែរបងប្រែមកក៏មកវិញហើយយកដូចអាយើងនេះលើកមុនណានេះដាក់ពីក្នុងនេះទួយចាស់មុនទៅនៅនេះអានេះបាក់ថ្ងៃស្លាស់ល្អផងស្លឹកវាល្អតែវាឡើងពណ៌កម្ៅវិញវាអត់លឿងដូចមុនណាចាំថ្ងៃនេះបងនេះប្រព័ន្ធឡើងមកអូខេសល់ព្រុសប្រព័ន្ធឬវាឡើងមកអញ្ចឹងសល់ប្រព័ន្ធឬមកថតឆ្លោះណានេះហើយមើលមកប្រព័ន្ធឬវាមកឡើងមកទៅវាចាប់ឡើងដោះមកចឹងបាទឃើញទេបងប្អូននេះហើយគឺជាលទ្ធផលដែលបានបាញ់ជីទឹកកសិករញញឹមគឺលទ្ធផលគឺចេញជាបណ្ដាហើយកាលពីមុនទុរេននេះគឺស្លឹកវាតូចហើយមានស្លឹកពណ៌លឿងដោយសារមួយរយៈនេះចាប់ដល់ពីខែ8ខែ9មកយើងព្រៀងជាប់រហូតបណ្ដាលឲ្យទុរេននេះគឺវារលួយឫសក្រោយពីយើងបានប្រើជីទឹកកសិករញញឹមហើយនឹងជីគ្រាប់ក្រមាមកគឺលទ្ធផលគឺចាប់ផ្ដើមល្អជាបណ្ដាហើយដូចវីដេអូដែលយើងខ្ញុំបានបង្ហាញនេះជាដើមបាទសូមអរគុណចំពោះបងប្អូនដែលបានទស្សនានៅវីដេអូរបស់យើងខ្ញុំសូមអរគុណសូមជម្រាបលា